បាទសូមជម្រាបសួរពុកម៉ែបងប្អូនជាកសិករទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានចុះមកដល់ចំការដំឡូងមីមួយដែលស្ថិតនៅបាទស្រុកស្ពឺលូនខេត្តបាត់ដំបងរបស់យើងបងប្អូនបាទហើយដំឡូងរបស់ខ្ញុំនេះគឺដាំនៅថ្ងៃទី19បងប្អូនណា19ខែ3បាទឥឡូវថ្ងៃទី3ខែ4បងប្អូនបាទអញ្ចឹងគឺមានអាយុ10ថ្ងៃជាងហើយបងប្អូនហើយដុះស្អាតមែនតើបងប្អូននេះដុះឲ្យកម្លាំងចឹងក្រោយពីយើងដាំបាទក្រោយពីយើងដាំមកគឺបានត្រូវទឹកភ្លៀងហើយឃើញថាដើមដំឡូងគឺដុះមកកម្លាំងបងប្អូនឃើញទេកម្លាំងបងប្អូនបាទដុះចេញមកខៀវកម្លាំងហើយអត់មានរោគមានអីទេបាទហើយដំឡូងនេះការដាំរបស់យើងគឺបាទចន្លោះវាគឺអាចរៀងញឹកបន្តិចបងប្អូនណាបាទគឺ1.3 ម៉ែត្រជាទូទៅបងប្អូនកសិករយើងខ្លះគាត់អាចដាំ1.4 ម៉ែត្របាទ1.5 ម៉ែត្រយើងទៅអាស្រ័យទៅលើយើងស្រឡាញ់ការដាំញឹកគឺអាស្រ័យទៅលើមេឃបាទមិនសូវភ្លៀងឬក៏អាចនឹងគេហៅថាភ្លៀងមិនសូវដិតដល់ធ្វើឲ្យដំឡូងខ្លះងាប់អញ្ចឹងគឺការដាំញឹកគឺពេលខ្លះពេលដែលយើងដាច់មួយនេះពេលដែលយើងងាប់មួយនេះដាំដំឡូងងាប់មួយនេះមានន័យថាយើងអាចសល់ចន្លោះនេះគឺ5-6 ទឹកផងដែរប៉ុន្តែនេះវាដោះទាំងអស់បងប្អូនដោះទាំងអស់អញ្ចឹងឃើញថាបាទដោះទាំងអស់មានន័យថាវារៀងញឹកបន្តិចបាទតែយើងអាចតែងវាពេលដែលដោះមកយើងអាចកាច់ខ្នែងកាច់អីបានបាទបងប្អូនតើតំបន់បងប្អូនដំឡូងដោះល្អដូចនៅក្នុងខេត្តរបស់ខ្ញុំអត់នៅខាងខេត្តបាត់ដំបងគឺបានដោះហើយនេះបងប្អូនបាទអាយុ10ថ្ងៃជាងឃើញថាដោះស្អាតមែនតើបងប្អូនបាទវីដេអូនេះអត់មានអីទេគ្រាន់តែមានការចែករំលែកពុកម៉ែបងប្អូនពីការដាំដុះបាទដំឡូងមីនៅក្នុងបាទតំបន់ជីដែនផងដែរបាទសូមអរគុណសូមជម្រាបលាបាទ